រឿងព្រៃអាឃាតនៅជាយខេត្តរតនគិរីមានព្រៃមួយដែលគេឲ្យឈ្មោះថាព្រៃអាឃាតព្រៃនេះស្ថិតនៅកណ្ដាលភ្នំខៀវខ្ចីដែលហ៊ុំព័ទ្ធទៅដោយអ័ព្ទស្ដើងនិងមានសំឡេងខ្យល់បក់ជារឿយពីខាងក្រៅព្រៃនេះមើលទៅវាស្រស់ស្អាតខ្លាំងណាស់ដើមឈើខ្ពស់ស្លឹកបៃតងខៀវខ្ចីការព្រៃចម្រុះពណ៌និងមានទឹកជ្រោះតូចមួយហូរចុះមកស្ទឹងជាមួយនឹងសំឡេងដែលរដំជាមួយថ្មបង្កើតបានជាសូរសៀងធម្មជាតិគួរឲ្យចាប់អារម្មណ៍ប៉ុន្តែអ្នកភូមិនៅជិតនោះគេដឹងច្បាស់ថាព្រៃនេះមិនមែនជាកន្លែងសម្រាប់មនុស្សទេរឿងរ៉ាវបានចាប់ផ្ដើមជាច្រើនឆ្នាំមុនមានក្រុមអ្នកទេសចរមួយក្រុមបានធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីមកទស្សនាសម្រស់ធម្មជាតិនៃព្រៃនេះពួកគេសើចសប្បាយថតរូបនិងរៀបចំជប់លៀងតូចមួយនៅក្នុងព្រៃអ្នកភូមិបានប្រមានពួកគេឲ្យថាកុំចូលជ្រៅពេកហើយត្រូវចាក់ចេញមុនពេលថ្ងៃលិចប៉ុន្តែក្មេងៗទាំងនោះគិតថានោះគ្រាន់តែជារឿងនិទានរបស់ចាស់ប៉ុណ្ណោះ3ថ្ងៃក្រោយមកអ្នកទេសចរទាំងនោះបានត្រឡប់មកវិញប៉ុន្តែពួកគេមិនដូចជាមនុស្សធម្មតាទៀតទេភ្នែករបស់ពួកគេឡើងស្រអាប់ទឹកមុខស្លេកស្លាំងហើយមិននិយាយអ្វីសោះជាមួយអ្នកភូមិខ្លះឃើញពួកគេដើរចូលទៅក្នុងព្រៃនោះទាំងយប់អាត្រាតព្រឹកឡើងគេបានរកឃើញសាកសពរបស់ពួកគេព្យួរនៅលើមែកឈើដែលគ្មានសញ្ញាណនៃអំពើឃាតកម្មណាមួយឡើយគឺពួកគេបានសម្លាប់ខ្លួនឯងនៅក្នុងព្រៃនោះរឿងនេះបានកើតឡើងម្ដងហើយម្ដងទៀតធ្វើឲ្យអ្នកភូមិនៅជាប់នោះមិនមាននរណាម្នាក់ហ៊ានចូលទៅក្នុងព្រៃអាឃាតទៀតទេមិនថាជាអ្នកទេសចរអ្នកស្រាវជ្រាវឬសូម្បីតែក្មេងក្នុងភូមិដែលចង់បង្ហាញភាពក្លាហានសុទ្ធតែជួបវាសនាអាក្រក់ដូចគ្នាពី3ថ្ងៃក្រោយមកពួកគេនឹងត្រឡប់ទៅក្នុងព្រៃនោះហើយបញ្ចប់ជីវិតខ្លួនអ្នកខ្លះថាពួកគេឃើញអ្វីមួយនៅក្នុងព្រៃអ្វីមួយដែលជាប់នៅក្នុងចិត្តនិងបង្ខំឲ្យពួកគេធ្វើបែបនេះអ្នកខ្លះទៀតថាព្រៃនេះមានវិញ្ញាណអាក្រក់ដែលចូលចិត្តលេងសើចជាមួយនឹងចិត្តគំនិតរបស់មនុស្សថ្ងៃមួយមានបុរសម្នាក់ឈ្មោះសុកដែលជាអ្នកបរបាញ់ចាស់នៅក្នុងភូមិនេះបានសម្រេចចិត្តចូលទៅក្នុងព្រៃដើម្បីស្វែងរកការពិតគាត់ជឿថាគ្មានអ្វីអាចធ្វើឲ្យគាត់ខ្លាចបាននោះទេព្រោះគាត់ធ្លាប់ប្រឈមជាមួយនឹងសត្វព្រៃនិងគ្រោះថ្នាក់ដល់ជីវិតជាច្រើនដងគាត់បានយកកាំបិតនិងខ្សែពួរមួយហើយបានប្រាប់អ្នកភូមិថាគាត់នឹងត្រឡប់មកវិញជាមួយនឹងចម្លើយថ្ងៃដំបូងសុកបានចូលជ្រៅទៅក្នុងព្រៃគាត់ឃើញសម្រស់ដ៏អស្ចារ្យនៃធម្មជាតិប៉ុន្តែក៏មានអារម្មណ៍ចំណែកមួយខ្យល់នៅទីនោះហាក់បីដូចជាបក់មកត្រជាក់ដល់ឆ្អឹងខ្នងហើយស្រមោលនៃដើមឈើហាក់បីដូចជាផ្លាស់ទីទោះបីជាគ្មានខ្យល់បក់ក៏ដោយនៅពេលយប់គាត់បានបោះជំរំនៅក្បែរទឹកជ្រោះពេលកំពុងអង្គុយក្បែរភ្លើងគាត់ឮសំឡេងសើចតិចដែលហាក់ដូចជាមកពីគ្រប់ទិសទីគាត់បានគិតថាប្រហែលគាត់គ្រាន់តែអស់កម្លាំងប៉ុណ្ណោះថ្ងៃទី2សុកបានឃើញរូបរាងមួយនៅក្នុងអ័ព្ទវាមើលទៅដូចជាមនុស្សប៉ុន្តែរាងកាយរបស់វាមិនបង្ហាញច្បាស់នោះទេពេលគាត់ហៅវាបានរលេកបាត់នៅក្នុងអ័ព្ទនៅពេលនោះគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយកំពុងតែសង្កត់លើទ្រូងរបស់គាត់
គំនិតអាក្រក់ចាប់ផ្ដើមលេចឡើងនៅក្នុងខួរក្បាលរបស់គាត់គិតអំពីកំហុសចាស់អំពីភាពឯកោនិងអំពីភាពគ្មានតម្លៃនៃជីវិតគាត់ព្យាយាមប្រឆាំងនឹងគំនិតទាំងនេះប៉ុន្តែវាកាន់តែធ្វើឲ្យគាត់គិតខ្លាំងឡើងនៅថ្ងៃទី3សុកបានត្រឡប់មកភូមិវិញអ្នកភូមិមានការភ្ញាក់ផ្អើលដែលឃើញគាត់នៅរស់ប៉ុន្តែគាត់មិននិយាយអ្វីទាំងអស់ភ្នែករបស់គាត់ស្លាំងហើយដៃរបស់គាត់ញ័រគ្មានឈប់នៅយប់នោះអ្នកភូមិឮសំឡេងស្រែកពីផ្ទះរបស់សុកពេលអ្នកភូមិទៅដល់គាត់បានបាត់ខ្លួនទៅហើយពួកគេដឹងថាគាត់បានត្រឡប់ទៅក្នុងព្រៃអាឃាតវិញព្រឹកឡើងពួកគេបានរកឃើញសពរបស់សុកព្យួរលើមែកឈើធំមួយនៅជើងរបស់គាត់មានកំណត់ហេតុតូចមួយដែលគាត់បានសរសេរមុនពេលស្លាប់ព្រៃនេះមិនមែនជាកន្លែងសម្រាប់មនុស្សទេវាដឹងអ្វីគ្រប់យ៉ាងអំពីអ្នកវាចូលទៅក្នុងខួរក្បាលអ្នកហើយវាមិនដែលលែងអ្នកឲ្យរស់រានមានជីវិតនោះទេចាប់តាំងពីពេលនេះមកអ្នកភូមិបានហាមឃាត់មិនឲ្យមាននរណាម្នាក់ចូលទៅក្នុងព្រៃអាឃាតទៀតទេពួកគេបានដាក់ផ្ទាំងនៅលើដើមឈើធំមួយនៅផ្លូវចូលដែលសរសេរថាបើស្រឡាញ់ជីវិតសូមកុំចូលក្នុងព្រៃនេះប៉ុន្តែនៅតែមានមនុស្សចង់ដឹងចង់ឃើញខ្លះដែលមិនជឿរឿងនេះហើយរៀងរាល់ពេលដែលគេបានចូលក្នុងព្រៃអាឃាតរួចហើយគេនឹងត្រឡប់មកវិញដើម្បីសម្លាប់ខ្លួននៅក្នុងព្រៃអាឃាតដ៏ឃោរឃៅមួយនេះ